នេះគឺជាការបញ្ជាក់ពីសហរដ្ឋអាមេរិកហើយនាវាដែលមានទិសដៅទៅកាន់កំពង់ផែទៅកាន់ដែនសមុទ្ររបស់ប្រទេសអ៊ីរ៉ង់គឺត្រូវបានសហរដ្ឋអាមេរិកបណ្ដេញចេញឬក៏រារាំង14គ្រឿងដែលគិតក្នុងរយៈពេល72ម៉ោងក្រោយការប្រកាសបិទជាអចិន្ត្រៃយ៍នៅច្រកសមុទ្រនៅការចេញចូលនៃនាវានានាឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់និងឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ដូច្នេះច្រកសមុទ្រហូមូសគឺនៅដំណើរការឬក៏បិទទៅតាមការចង់បានរបស់អ៊ីរ៉ង់ប៉ុន្តែគ្រាន់តែថាអត់មាននាវាណាទៅក្បែរបានទៀតទេគឺរាំងព្រួលមុនឆ្ងាយទៅហើយគឺมันអាចមាននាវាចូលទៅកាន់កំពង់ផែហើយចេញពីកំពង់ផែអ៊ីរ៉ង់បានទេដោយសារតែទាហានជើងទឹកសហរដ្ឋអាមេរិកបានបិទរួចអស់ទៅហើយអញ្ចឹងហើយបានជាច្រកសមុទ្រហូមូសនេះគឺបើតាមអ៊ីរ៉ង់ថាបើកសម្រាប់នាវាដែលមិនមែនជាប្រទេសអមិត្តជាមួយអ៊ីរ៉ង់ប៉ុន្តែដោយសារស្ទាក់មុនពីចម្ងាយគឺមិនឲ្យចូលហើយក៏មិនឲ្យចេញពីកំពង់ផែនានានិងឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ដែរអញ្ចឹងហើយមានន័យថាកំពង់ផែនេះគឺអត់មានន័យថាច្រកសមុទ្រហូមូសនេះហាក់ដូចជាត្រូវទុកចោលជាបណ្ដោះអាសន្នដោយសារតែការរាំងពីចម្ងាយរបស់សហរដ្ឋអាមេរិកមិនឲ្យចូលទៅកាន់ច្រកកំពង់ផែនានារបស់ប្រទេសអ៊ីរ៉ង់នេះបាទឥឡូវយើងងាកទៅកាន់បញ្ហារឿងអ៊ីស្រាអែលជាមួយនឹងក្រុមសកម្មយុទ្ធហេសប៊ូឡាវិញលោកស៊ូរីមយើងបានមើលឃើញថាកន្លងមកនៅក្នុងអំឡុងនៃការអនុវត្តបទជប់បាញ់2សប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គេបានមើលឃើញថាសកម្មភាពយោធារបស់អ៊ីស្រាអែលដែលមិនបញ្ឈប់នៅក្នុងការកំណត់គោលដៅទៅលើប្រទេសលីបង់នោះគឺបានធ្វើឲ្យមានក្តីបារម្ភថាវាធ្វើឲ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៊ីរ៉ង់ដែលសម្របសម្រួលដោយខាងប្រទេសប៉ាគីស្ថានប៉ុន្តែនៅក្នុងសប្តាហ៍នេះយើងក៏បានទទួលដំណឹងថាភាគីអ៊ីស្រាអែលហើយនិងខាងលីបង់នោះគេបានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់10ថ្ងៃនៅក្នុងអំឡុងនេះតើខាងអ៊ីស្រាអែលគេនិយាយយ៉ាងណាដែរហើយខាងហេសប៊ូឡានិយាយយ៉ាងណាពីព្រោះតែជាក់ស្ដែងអ្នកដែលព្រមមួយអ៊ីស្រាអែលគឺរដ្ឋាភិបាលលីបង់ប៉ុន្តែអ្នកដែលវាយជាមួយអ៊ីស្រាអែលគឺក្រុមហេសប៊ូឡាតើភាគីចំនួនផ្ទាល់គេនិយាយយ៉ាងម៉េចខ្លះទៅបាទបើខាងអ៊ីស្រាអែលគឺឯកភាពនឹងហើយដោយសារតែអ៊ីស្រាអែលនេះឯងគឺជាអ្នកជួបចរចាដោយផ្ទាល់ជាមួយនឹងខាងតំណាងរដ្ឋាភិបាលទៅខាងលីបង់ពីព្រោះនៅលីបង់នេះបែងចែកជាពីរថ្មីត្បិតតែពួកឧទាមហេសប៊ូឡាមិនមែនជាការសម្រេចចិត្តមែនប៉ុន្តែពួកឧទាមហេសប៊ូឡានៅប្រទេសលីបង់នេះក៏ឯកភាពដែរអញ្ចឹងបើនិយាយពីអ៊ីស្រាអែលឯកភាពមានបទជប់បាញ់ហើយទោះមិនមែនឯកភាពជាមួយនឹងពួកឧទាមហេសប៊ូឡាក៏ខាងរដ្ឋាភិបាលលីបង់នេះក៏ឯកភាពហើយខាងហេសប៊ូឡាក៏ឯកភាពដែរដោយសារតែនៅក្នុងប្រទេសលីបង់នេះពួកហេសប៊ូឡានេះមានគណៈបកនយោបាយមានអ្នកនយោបាយសំខាន់នៅក្នុងជួររដ្ឋាភិបាលនៃប្រទេសលីបង់នេះដែរអញ្ចឹងហើយបានជាខាងអ្នកនយោបាយរបស់ខាងឧទាមហេសប៊ូឡានេះក៏បានប្រកាសព្រោះជាសមាជិកសភានៅក្នុងប្រទេសលីបង់ហ្នឹងក៏បានប្រកាសទទួលយកបទជប់បាញ់នេះដែរដូច្នេះមានន័យថាសេចក្ដីសម្រេចចិត្តរបស់តំណាងរដ្ឋាភិបាលលីបង់ជាមួយនឹងអ៊ីស្រាអែលដែលថាមានបទជប់បាញ់រយៈពេល10ថ្ងៃនោះគឺភាគីទាំងពីរឯកភាពដូចគ្នាថ្មីត្បិតតែអ៊ីស្រាអែលមិនមែនជួបចរចាជាមួយពួកឧទាមហេសប៊ូឡាប៉ុន្តែក៏ពួកឧទាមហេសប៊ូឡាឯកភាពមានបទជប់បាញ់រយៈពេល10ថ្ងៃជាមួយអ៊ីស្រាអែលដែរដូច្នេះនេះវាមួយផ្នែកនៅត្រង់ថាក្រោយពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមមានបទជប់បាញ់រយៈពេល2សប្តាហ៍អ៊ីស្រាអែលថាមិនរាប់បញ្ចូលពួកឧទាមហេសប៊ូឡានៅប្រទេសលីបង់ទេអញ្ចឹងហើយបានជាសង្គ្រាមរវាងអ៊ីស្រាអែលនិងខាងពួកឧទាមហេសប៊ូឡានៅប្រទេសលីបង់វាផ្ទុះឡើងដែលធ្វើឲ្យអ៊ីរ៉ង់កើតទុកមិនសុខចិត្តថាអ៊ីស្រាអែលរំលោភបំពានបទជប់បាញ់ដោយអ៊ីរ៉ង់រួមបញ្ចូលទាំងបទជប់បាញ់ជាមួយនឹងពួកឧទាមហេសប៊ូឡានិងអ៊ីស្រាអែលទៅទៀតឥឡូវនេះគឺស្ថានភាពវាហាក់ដូចជាស្របទៅហើយស្របនៅត្រង់ថាអ៊ីស្រាអែលនិងពួកឧទាមហេសប៊ូឡានៅប្រទេសលីបង់ប្រកាសដូចគ្នាថាខ្លួននឹងអនុវត្តបទជប់បាញ់រយៈពេល10ថ្ងៃដូច្នេះភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏វាហាក់ដូចជាទ្រូមទៅវិញមួយផ្នែកដែរខណៈដែលនៅពេលបច្ចុប្បន្ននេះសូម្បីតែអ៊ីរ៉ង់និងសហរដ្ឋអាមេរិកក៏មិនបានប្រយុទ្ធគ្នាដោយភាគីទាំងពីរក៏អនុវត្តតាមបទឈប់បាញ់ស្ទើរ 100% ដែរបាទទាំងនេះគឺជាបច្ចុប្បន្នភាពអំពីរឿងសង្គ្រាម
នៅក្នុងភាគីចំនួននៅមជ្ឈមបូព៌ាឥឡូវនេះយើងចូលមកកាន់ប្រធានបទធំរបស់យើងដែលនិយាយពីក្តីបារម្ភជាអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសកលលោករីណាតើមូលនិធិរូបិយវត្ថុអន្តរជាតិជាក់ស្ដែងគេបានមើលឃើញយ៉ាងណាខ្លះអំពីផលប៉ះពាល់ហើយបង្ហាញពីក្តីបារម្ភយ៉ាងណាខ្លះពីសង្គ្រាមនេះបាទខាង IMF ក្នុងអំឡុងកិច្ចប្រជុំនីតិការិនីរបស់ខ្លួនដោយបានបង្ហាញពីចក្ខុវិស័យសេដ្ឋកិច្ចសកលនិងមានការព្រមានពីការប្រឈមនឹងការធ្លាក់ចូលទៅក្នុងអនុភាពដោយសារតែចំនួនក្នុងតំបន់មជ្ឈមបូព៌ាបើទោះជាសង្គ្រាមនេះត្រូវបញ្ចប់ទៅភ្លាមក៏ដោយប៉ុន្តែផលប៉ះពាល់របស់វានៃផលប៉ះពាល់នៃសង្គ្រាមនេះវាបានរុញឲ្យរង្គោះរង្គើទីផ្សារប្រេងនិងទីផ្សារហិរញ្ញវត្ថុដូចជាទីផ្សារភាគហ៊ុនជាដើមវាខ្លាំងក្លាចឹងហើយបាន IMF បានលើកពីសេណារីយ៉ូពីចំហាក់2ទី1គឺគេថាចំហាក់ធ្ងន់ធ្ងរចំហាក់ដែលមានស្ថានភាពស្ថិតក្នុងស្ថានភាពអាក្រក់បើទោះបីជាចំនួននេះបានបញ្ចប់ទៅក៏ដោយប៉ុន្តែគ្រាន់តែមិនទាន់មានការធានាថា 100% នឹងបញ្ចប់ទេអញ្ចឹងចំហាក់ទី1គេបានវាតម្លៃថាសង្គ្រាមអាមេរិកលើអ៊ីរ៉ង់ឬហៅថាសង្គ្រាមអ៊ីរ៉ង់នេះបានរុញឲ្យកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះមកនៅ 2% ពីអត្រា 3.1% ក្នុងឆ្នាំ 2026 នេះហើយក្នុងហ្នឹងក៏គេបានលើកឡើងដែរបើសិនជាតម្លៃក្នុងចំហាក់ដែលធ្ងន់ធ្ងរគឺប្រេងនៅក្នុងឆ្នាំ 2026 នេះវានឹងស្ថិតនៅក្នុងតម្លៃប្រេងវានឹងស្ថិតនៅក្នុងរង្វង់$110ក្នុង1បារ៉ែលអញ្ចឹងនេះគឺជាចំហាក់ធ្ងន់ធ្ងរក្នុងឆ្នាំ 2026 គឺ100រង្វង់$110ដល់ឡែកឆ្នាំ 2027 វាអាចឈានទៅដល់$125ក្នុង1បារ៉ែលនេះគឺជាបន្ទុកជាសម្ពាធមួយខ្លាំងដែលថាអនុភាពសេដ្ឋកិច្ចនេះវាអាចនឹងដាំក្បាលចុះក្នុងកម្រិតធ្ងន់ធ្ងរប៉ុន្តែក្នុងចំហាក់ដែលគេហៅថាចំហាក់ល្អមិនសូវជាក្នុងស្ថានភាពធ្ងន់ធ្ងរវាតម្លៃប្រេងវាអាចស្ថិតនៅក្នុងរង្វង់$100ក្នុង1បារ៉ែលក្នុងឆ្នាំ 2026 ឬអាចថា$75ក្នុង1បារ៉ែលនៅឆ្នាំ 2027 ដូច្នេះកំណើនសេដ្ឋកិច្ចឆ្នាំ 2027 អាចនឹងហក់ឡើងបន្តិចរហូតដល់ 3.5% ធ្លាក់ចុះពីទាបជាងការរំពឹងទុកឬក៏ធ្លាក់ចុះក្នុងជាងឆ្នាំ 2025 ដែលថាមានក្នុងកម្រិត 3.5% អញ្ចឹងការវិតម្លៃនេះគឺគេមើលទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនឹងទី1គឺពាក់ព័ន្ធទៅនឹងបញ្ហារង្គោះរង្គើនៃទីផ្សារប្រេងការរង្គោះរង្គើផ្នែកទីផ្សារហិរញ្ញវត្ថុនិងទីផ្សារភាគហ៊ុននានាហើយក៏បូករួមទាំងផលប៉ះពាល់ផ្នែកវិស័យដឹកជញ្ជូនរហូតរុញឲ្យប៉ះពាល់ដល់វិស័យកសិកម្មជាដើមផងទៀតអញ្ចឹងនេះក្នុងកម្រិតនៃកំណើនសេដ្ឋកិច្ចសកលឆ្នាំ 2026 នេះក៏នៅតែស្ទាក់ស្ទើរដែរបើទោះជាវាតម្លៃត្រឹមតែ 2% ដោយសារថាវាធ្លាក់បាត់មួយកន្លះហើយដែលគេប៉ាន់ប្រមាណទុកថាក្នុងរង្វង់ 3.1% ឆ្នាំ 2026 ហើយឆ្នាំ 2027 អាចថាបូក 3.5% ដល់ប៉ុន្តែបើក្នុងចំហាក់ដែលថាវាធ្ងន់ធ្ងរគឺផលប៉ះពាល់នឹងវារុញបន្តទៀតដូច្នេះមកដល់ម៉ោងនេះគ្រាន់តែជារបាយការណ៍បច្ចុប្បន្នភាពក្រោយពីដែលមានការប្រកាសពីសហរដ្ឋសញ្ញាល្អដែលឈានទៅរកកិច្ចព្រមព្រៀងអចិន្ត្រៃយ៍រវាងសហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ចាប់ពីថ្ងៃពហុមកដែលតម្លៃប្រេងបានធ្លាក់ចុះក្រោម100ទៅហើយគឺ brand គឺក្នុងគិតត្រឹមថ្ងៃសុក្រគឺ$98ក្នុង1បារ៉ែលដល់ឡែក WTI របស់អាមេរិកបានធ្លាក់ចុះ94មកនៅ$94ក្នុង1បារ៉ែលទេប៉ុន្តែគ្រាន់តែការវាយតម្លៃជាទូទៅគឺច្រករំខានវាអត់ទាន់ដាច់ស្រេចតាក់ទងនឹងច្រកសមុទ្រហ័រមូសនេះគឺមិនទាន់មានព័ត៌មានដំណឹងល្អថានឹងត្រូវបើកឲ្យធ្វើឲ្យនាវាទាំងអស់សម្រាប់ធ្វើនាវាចរដោយសេរីនៅឡើយដូច្នេះហើយក្នុងរង្វង់នៃការវាតម្លៃនេះគឺបានប៉ាន់ស្មានក្នុងកម្រិតប្រហាក់ប្រហែលដែលថាអាចបើស្ថានភាពមិនទាន់បើកដំណើរការតាមការគ្រោងទុករបស់លោកត្រាំបើសិនជាចាត់ការចរចាមិនទាន់ជំរុះចោលនៅឧបសគ្គទេអញ្ចឹងក្នុងរង្វង់$110
ឬក៏អាចថាឆ្នាំ2027ឈានដល់$125ក្នុង1បារ៉ែលដែលធ្វើឲ្យសេដ្ឋកិច្ចសកលគឺថាដាំក្បាលចុះត្រួតគ្នា2026ផង2027ផងប៉ុន្តែបើដោះស្រាយច្រកសមុទ្រហ័រមុខបានឆាប់អាចថា2-3 ខែខាងមុខទៀតភាគីទាំងពីរអាចត្រូវរើគ្នានឹងឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍អញ្ចឹងអាចកម្រិតក្នុងចំហាក់ទី2ដែលថាចំហាក់ក្នុងស្ថានភាពមធ្យមដែលអាចតម្លៃប្រេង110ឆ្នាំ2026ហើយ100សំទោសគឺអាចថាឆ្នាំ2026នេះគឺតម្លៃប្រេងក្នុងរង្វង់$100ក្នុង1បារ៉ែលហើយឆ្នាំ2027អាចធ្លាក់ចុះនៅ$75ក្នុង1បារ៉ែលដែលជាជំរើសទី2ក្នុងក្នុងចំហាក់កម្រិតមធ្យមបាទឥឡូវយើងងាកមកកាន់បញ្ហារឿង Hezbollah ហើយនិងអ៊ីស្រាអែលនេះបន្តទៀតលោកសេរីមជាក់ស្ដែងយើងបានមើលឃើញថាភាគីចំនួនទាំងពីរនេះហាក់ដូចជាផ្ដាច់ញានៅក្នុងការប្រយុទ្ធជាមួយគ្នាមិនមានខាងណាចាញ់ខាងណាទេគឺមានភាពរឹងមាំនៅក្នុងចំហរៀងៗខ្លួនប៉ុន្តែចូលមកដល់សប្តាហ៍នេះទៅជាទទួលបានបទឈប់បាញ់10ថ្ងៃតើមានកត្តាអីខ្លះដែលជំរុញឲ្យភាគីដែលតឹងដាក់គ្នានេះព្រមទទួលយកបទឈប់បាញ់ហើយបើសិនជាភាគីចំនួនទាំងពីរនេះឈានទៅរកកិច្ចព្រមព្រៀងជាមួយគ្នាឈប់ប្រយុទ្ធគ្នាតើវាអាចជាផលល្អយ៉ាងណាខ្លះសម្រាប់តំបន់មជ្ឈិមបូព៌ាបាទចំពោះមូលហេតុសំខាន់ដែលនាំឲ្យភាគីអ៊ីស្រាអែលនិងពួកឧទាម Hezbollah ឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នេះមិនត្រូវបានបរិយាយឬក៏លើកឡើងពីភាគីចំនួនទាំងពីរនឹងទេគ្រាន់តែជាការសន្និដ្ឋានជារួមតាមការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយនានាទាំងនៅតំបន់មជ្ឈិមបូព៌ាទាំងនៅអឺរ៉ុបឬសហរដ្ឋអាមេរិករួមទាំងអាស៊ីផងនោះគេបានរួមជាសេចក្តីសន្និដ្ឋានរួមថាមូលហេតុសំខាន់ដែលនាំឲ្យអ៊ីស្រាអែលនិងក្រុមឧទាម Hezbollah នៅប្រទេសលីបង់ឈានដល់បទឈប់បាញ់គឺដោយសារតែភាគីទាំងពីរនេះចំណុចទី1គឺហាក់ដូចជានឿយណាយក្នុងសង្គ្រាមដូចគ្នាគោលបំណងរបស់អ៊ីស្រាអែលគឺវាយប្រហារផ្ដាច់ពូជវាយប្រហារលុបបំបត្តិទាំងស្រុងដល់ចលនាប្រដាប់អាវុធរបស់ពួកឧទាម Hezbollah នៅប្រទេសលីបង់ប៉ុន្តែសង្គ្រាមបានឆាបឆេះតាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មកដល់ពេលនេះពួកឧទាម Hezbollah នៅតែមានសមត្ថភាពតដៃជាមួយអ៊ីស្រាអែលដដែលបើទោះបីជាមិនខ្លាំងក្លាដដែលមកក៏ដោយមិនតែប៉ុណ្ណោះរួមសាមគ្គីគ្នាជាមួយពួកឧទាម Hezbollah នៅប្រទេសលីបង់ក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់នៅប្រទេសស៊ីរីក្រុមសកម្មចលនាប្រដាប់អាវុធដែលគ្រប់គ្រងដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់រួមទាំងពួកឧទាមហើយនៅប្រទេសហ៊ូទីថែមទៀតក៏ព្រួតគ្នាវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលជាការរួមកម្លាំងគ្នាជាមួយពួកឧទាម Hezbollah នៅប្រទេសលីបង់ដែរចំណុចនេះមានន័យថាអ៊ីស្រាអែលក៏មិនជាស្រួលខ្លួនប្រមាណដែរក្នុងសង្គ្រាមជាមួយនឹងពួកឧទាម Hezbollah នៅប្រទេសលីបង់ខណៈដែលនៅពេលបច្ចុប្បន្ននេះពួកឧទាម Hezbollah នៅប្រទេសលីបង់នេះគឺមានទីតាំងភូមិសាស្ត្រជាប់ព្រំដែនជាមួយនឹងប្រទេសអ៊ីស្រាអែលតែម្ដងដូច្នេះការវាយប្រហារនេះទំនងខាងអ៊ីស្រាអែលនិងពួកឧទាម Hezbollah លីបង់ដែលឈានដល់ការសម្រេចចិត្តទទួលយកបទឈប់បាញ់គឺកត្តាទី1ដោយសារភាគីទាំងពីរនឹងហាក់ដូចជានឿយណាយមួយទៀតអ៊ីស្រាអែលមិនមែនសម្រេចចិត្តជាឯកតោភាគីបាន100% ក្នុងសង្គ្រាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់ឬក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទេអ៊ីស្រាអែលក៏ត្រូវការចូលរួមពីសំណាក់សហរដ្ឋអាមេរិកដែរដូច្នេះប្រសិនបើការចង់បានរបស់សហរដ្ឋអាមេរិកថាបើសិនជាអាចទទួលយកបានគឺឲ្យអ៊ីស្រាអែលទទួលយកបានមានន័យថាអ៊ីស្រាអែលជៀសមិនរួចនឹងទទួលយកទេដូច្នេះមានន័យថាខាងពួកឧទាម Hezbollah នៅប្រទេសលីបង់អ៊ីរ៉ង់អាចជាអ្នកអាកាត់ដែរហើយខាងអ៊ីស្រាអែលសហរដ្ឋអាមេរិកក៏ជាអ្នកដាក់សម្ពាធឬអាកាត់ដែរចំណុចនេះក៏នាំឲ្យភាគីទាំងពីរនេះទទួលយកបទឈប់បាញ់ដែរហើយចំណុចមួយទៀតគឺជាកត្តាសំខាន់ផងដែរនោះនៅត្រង់ថារហូតមកដល់ពេលនេះសូម្បីតែសហរដ្ឋអាមេរិកក៏ដោយអ៊ីស្រាអែលក៏ដោយក៏គិតថាប្រសិនបើវាយប្រហារបន្តទៀតទៅលើអ៊ីរ៉ង់ឬក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងដោយអ៊ីរ៉ង់ក្នុងគោលដៅផ្ដាច់រចនាសម្ព័ន្ធទាំងអស់នេះក្នុងគោលដៅរំលាយរចនាសម្ព័ន្ធទាំងអស់រួមទាំងប្រទេសអ៊ីរ៉ង់ផងទៀតនោះ
គឺវាជារឿងមួយលំបាកបំផុតដែលត្រូវធ្វើដូច្នេះមានតែការថយមួយជំហានម្នាក់តាមរយៈការអនុវត្តតាមបទចុះបាញ់នោះទេទើបអាចនាំឲ្យភាគីទាំងពីរនេះមានពេលវេលាក្នុងការគិតគូរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសអ៊ីរ៉ង់រួមទាំងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធឲ្យគ្រប់គ្រងដោយអ៊ីរ៉ង់ផងហើយបាននិយាយថាប្រសិនបើសង្គ្រាមនៅតែបន្តនៅក្នុងតំបន់មជ្ឈិមបូព៌ាគ្រាន់តែមានបទជប់បាញ់ហើយមិនបានបញ្ចប់តើវាមានរឿងរ៉ាវអ្វីកើតឡើងសង្គ្រាមនេះប្រសិនបើមិនចប់ទេនិយាយឲ្យខ្លីគឺអសន្តិសុខនៅក្នុងតំបន់អសន្តិសុខនៅលើពិភពលោកថែមទៀតវិបត្តិសេដ្ឋកិច្ចអាចនឹងកើតឡើងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចគឺអាចនឹងកើតឡើងធ្ងន់ធ្ងរនៅពេលខាងមុខទាំងសហរដ្ឋអាមេរិកថែមទៀតដែលជាអ្នកភាគីចំនួនដោយផ្ទាល់នោះក៏អាចទទួលរងផលវិបាកធ្ងន់ធ្ងរពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលទទួលរងផលប៉ះពាល់ដោយសារសង្គ្រាមដែរដូច្នេះនិយាយឲ្យខ្លីថាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះវាធ្វើឲ្យប៉ះពាល់ជាលក្ខណៈសកលតែម្ដងទាំងសន្តិសុខសេដ្ឋកិច្ចរួមទាំងភូមិសាស្ត្រនយោបាយថែមទៀតបាទសូមអរគុណលោកសុរិមនិងលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីបញ្ហាមជ្ឈិមបូព៌ាថាតើចូលទៅដល់សប្តាហ៍ក្រោយទៀតស្ថានភាពអាចនឹងវិវត្តទៅជាយ៉ាងណាជំរាបលាបាទអរគុណពីក្តីបារម្ភដ៏ធំសម្រាប់គុយបានោះគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហើបថាសហរដ្ឋអាមេរិកអាចបញ្ឈប់ត្រឹមគុយបាបន្ទាប់ពីដោះស្រាយបញ្ហាអ៊ីរ៉ង់រួចសូមបញ្ជាក់ផងដែរថាអស់រយៈពេលជាច្រើនខែណាស់មកហើយជារួមគឺចាប់តាំងពីដើមឆ្នាំ2026នេះមកសហរដ្ឋអាមេរិកបានដាក់សម្ពាធច្រើនណាស់ពិសេសគឺអាមេរិកបានព្យាយាមបិទលំហូរប្រេងមិនឲ្យចូលទៅក្នុងប្រទេសគុយបាដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគម្រាមជាថ្មីម្ដងទៀតនាថ្ងៃច័ន្ទដើមសប្តាហ៍នេះថាប្រទេសគុយបានឹងក្លាយជាគោលដៅបន្ទាប់របស់ទីក្រុង Washington បន្ទាប់ពីការវាយប្រហារលើ Venezuela និងអ៊ីរ៉ង់លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាពួកលោកអាចបញ្ឈប់នៅត្រឹមប្រទេសគុយបាបន្ទាប់ពីពួកលោកបញ្ចប់សង្គ្រាមមួយនេះដោយនិយាយសម្ដៅទៅលើសង្គ្រាមអាមេរិកអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី28កុម្ភៈមកនោះលោកត្រាំបាននិយាយជាថ្មីម្ដងទៀតនៅការអះអាងនាពេលមុនរបស់លោកថាគុយបាគឺជាប្រទេសកំពុងបរាជ័យប៉ុន្មានថ្ងៃបន្ទាប់ពីបានចាប់ផ្ដើមសង្គ្រាមជាមួយអ៊ីរ៉ង់លោកត្រាំបានគម្រាមថាគុយបានឹងដួលរលំនៅក្នុងពេលឆាប់ៗនេះប៉ុន្តែរដ្ឋបាលរបស់លោកនឹងផ្ដោតសំខាន់លើសង្គ្រាមដែលកំពុងតែបន្តជាមួយអ៊ីរ៉ង់នៅពេលនេះលោកត្រាំបាននិយាយនៅក្នុងវេទិកាវិនិយោគមួយនៅរដ្ឋ Florida កាលពីចុងខែមុនថាគុយបាគឺជាប្រទេសបន្ទាប់ប៉ុន្តែលោកមិនទាន់និយាយដល់នោះទេគុយបាបានប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងធម្មពលធ្ងន់ធ្ងរណាស់ចាប់តាំងពីយោធាអាមេរិកបានវាយឆ្មក់ចូលប្រទេស Venezuela និងចាប់ខ្លួនប្រធានាធិបតី Venezuela លោក Nicolas Maduro ដោយប្រើប្រាស់កម្លាំងតាំងពីថ្ងៃទី3ខែមករាមកប្រតិបត្តិការអាមេរិកនៅទីក្រុង Caracas បានប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ប្រេងរបស់គុយបាពីប្រទេស Venezuela និងប្រទេសមិចស៊ីកថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនវិញទូរទស្សនិកជនពិតណាស់វិបត្តិសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាជាចំណែកមួយដ៏ធំដែលធ្វើឲ្យការជំរុញសន្តិភាពសម្រាប់អ៊ុយក្រែនជាប់គាំងដោយសារតែសហរដ្ឋអាមេរិកគឺជាអ្នកសម្របសម្រួលធំក្នុងរឿងនេះកំពុងជាប់ដៃក្នុងសង្គ្រាមនៅអ៊ីរ៉ង់និងកំពុងតែជាប់ដៃក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតឡើងដោយសារតែរឿងនេះស្របពេលដែលការចរចាសន្តិភាពបន្តជាប់គាំងរុស្ស៊ីបានបន្តការវាយប្រហារយ៉ាងសន្ធាប់ជាពិសេសការវាយប្រហារចុងក្រោយរបស់រុស្ស៊ីត្រូវបានកំណត់ថាជាការវាយប្រហារខ្លាំងក្លាបំផុតលើប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាច្រើនខែមកនេះមិនធ្លាប់មានរុស្ស៊ីបានបាញ់ drone និងមីស៊ីលជាង700គ្រាប់ទៅលើអ៊ុយក្រែននៅក្នុងរលកជាច្រើនដងពេញមួយយប់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់18នាក់មន្ត្រីមូលដ្ឋាននិយាយថានេះជាការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះមិនដែលមានឡើយមន្ត្រីបាននិយាយថាមនុស្ស9នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងគឺទីក្រុងអូដេសា5នាក់នៅក្នុងទីក្រុង Dnipro នៅភាគកណ្ដាលនិង4នាក់រួមទាំងកុមារម្នាក់ផងនៅក្នុងរដ្ឋធានីគីវទីក្រុងមូស្គូបានឲ្យដឹងថានៅប្រទេសរុស្ស៊ីមនុស្ស2នាក់រួមទាំងកុមារម្នាក់បានស្លាប់ក្នុងការវាយប្រហារដោយដ្រូនអ៊ុយក្រែននៅតំបន់ Krasnodar នៅភាគខាងត្បូង
ការវាយប្រហារទៅវិញទៅមកនេះកើតឡើងបន្ទាប់ពីបទឈប់បាញ់មួយរយៈពេលខ្លីបានកើតឡើងក្នុងអំឡុងបុណ្យ Easter សាសនាគ្រិស្តអូរ៉ូដុកកាលពីចុងសប្តាហ៍មុនទោះបីជាភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកពីបទបំពានបទឈប់បាញ់រាប់រយលើកក៏ដោយរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនតាំងពីឆ្នាំ2022ក្នុងខែកុម្ភៈនៅទីក្រុងគៀវសម្លេងសារ៉ែនព្រមានបានធ្វើឲ្យមនុស្សភ្ញាក់ពីដំណេកនៅម៉ោង 2:30 នាទីយប់ម៉ោងក្នុងស្រុកកាលពីថ្ងៃប្រហ័សសប្តាហ៍នេះបន្ទាប់ពីមានការផ្ទុះលើកដំបូងរូបភាពដែលបានបង្ហោះតាមអ៊ីនធឺណិតដោយសាក្សីបានមើលឃើញផ្ទាល់ភ្នែកនៅអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងផ្សែងខ្មៅខ្មួលខ្មាញ់នៅតំបន់កណ្ដាលក្រុងនៅក្នុងវីដេអូមួយ drone មួយគ្រឿងត្រូវគេថតបានពេលកំពុងហោះបំបុកចំហៀងអគារ apartment មួយកន្លែងអភិបាលក្រុងគៀវលោក Vitaly Klitschko បានសរសេរលើ Telegram ថាក្មេងប្រុសអាយុ12ឆ្នាំម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស4នាក់ដែលស្លាប់មនុស្ស45នាក់ផ្សេងទៀតបានរងរបួស